បើយើងចាក់ថាយើងជាកូនតឡចង់តបកូនគាត់មិនបាច់តបតូនអីច្រើនទេគ្រាន់តែថែរក្សាផ្លូវចិត្តគាត់ឲ្យតឡទៅទីមួយថែរក្សាផ្លូវកាយពេលគាត់ចាស់ហើយទុកឲ្យគាត់នៅស្ងៀមយើងធ្វើការរ៉ាប់រងចិញ្ចឹមគាត់ម្ដងទីពីរផ្លូវចិត្តសំខាន់ណាស់ធ្វើម៉េចឲ្យគាត់ឲ្យញឹមច្រើនជាងទឹកភ្នែកតែបើថាយើងយកលុយមកជូនគាត់មួយខែ 50000 ក៏ដោយប៉ុន្តែជូនលុយ 50000 ឲ្យគាត់ទឹកភ្នែកមួយខែចង់5ដងអីហើយអាហ្នឹងបាច់ក៏មានបានបនបានកសលម៉ែឪក៏អាយុអត់វែងដែរចឹងថែទាំងផ្លូវចិត្តទាំងផ្លូវកាយហើយយើងមិនបាច់ទៅរកបនឯណាក្រៅអំពីបននៅផ្ទះនឹងជាមួយម៉ែឪនឹងមើលឲ្យឃើញហ្នឹងហើយមិនមែនថាបននៅវត្តអត់បានបនទេប៉ុន្តែព្រះក្នុងផ្ទះនឹងយើងគួរប្រតិបត្តិដោយអាចារ្យចុងអាចារ្យអ៊ូថាម៉េចក្រមងុយក៏ថាម៉េចភូមិធម៌ភូមិសុខភូមិបនទៅមុខកូនរកមិនត្រូវមិនស្រាប់វាចាទេសនាម៉ែឪតែងតែចង្អុលផ្លូវប្រាប់កូនប្រុសស្រីតែកូនណាស់តែមិនដឹងច្រើនណាស់តែខឹងនឹងម៉ែឪស្ដីតាមពិតគួរស្រាប់សូរស័ព្ទសម្ដីលោកហើយគប្បីគោរពបូជាដោយស្រាប់ប្រសងលំអត់អោនអង្គបង្គំវ័នទីប្រពន្ធដាក់ពួនបញ្ជួននាមេឈ្មោះថាពុកវាចាគ្រូខាងដើមនេះម្ដាយឪពុកនេះជាគ្រូអាចារ្យខាងដើមដោយបងគាត់សូត្រមិញជាទេវតាជាអាចារ្យខាងដើមជាព្រះនៅក្នុងផ្ទះដែលយើងគួរប្រតិបត្តិគួរគោរពបូជាហើយដែលយើងគួរប្រតិបត្តិហ្នឹងគឺអត់មានពេលណាត្រូវប្រតិបត្តិក្រៅពីពេលហ្នឹងទៀតទេតែផុតខ្យល់ទៅចប់អាតន់នៅភ្នែកនៅមើលឃើញដៃនៅត្រកំពុងក៏នៅប្រឈមមាត់ឲ្យក៏កើតថ្មិញនៅទៅវាបានអាដាក់ដងសល់សបកដាក់ចេកសល់សបកដាក់អាឡឹកសល់សបកនឹងដាក់ស្វាយសល់គ្រាប់ដល់ពេលហ្នឹងប្របីបំផុតហើយតែដាក់ដងសល់ដងដាក់ស្វាយសល់ស្វាយអាហ្នឹងមិនប្របីទេកុំឲ្យដោយពាក្យមួយគេថាទាំងចិត្តទាំងឆ្ងាយមូលមកសួរម្ដាយទាំងប្រុសទាំងស្រីទុរេននំប៉័ងសម្រាំងថ្មីម្ដាយឈឺលែងស្រីរំពៀនសួតកកូនហៅម៉ែ